ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំឃ្លាំងមួយកន្លែងដែលស្ថិតនៅភូមិមណ្ដងឫស្សីបាទណាពុកម៉ែបងប្អូនជាប់នឹងផ្លូវជាតិតែម្ដងណាផ្លូវជាតិយើងចាក់កស៊ូនេះណាពុកម៉ែបងប្អូនបើយើងចុះមកពីខាងផ្លូវជាតិលេខ5ត្រឹមតែ1គីឡូម៉ែត្រទេណាពុកម៉ែបងប្អូន1គីឡូម៉ែត្រជាងទេបាទហើយទៅដល់ខាងខេត្តកំពង់ឆ្នាំងប្រហែលជា4គីឡូជាងបាទឃ្លាំងរបស់យើងនេះគឺមានលបងខ្ពស់ល្អមែនតើឃ្លាំងរបស់យើងនេះគឺមានទំហំ20សូមអធិស្ឋានដីរបស់យើងគឺ20គុណនឹង40ហើយបើឃ្លាំងរបស់យើងគឺ15គុណនឹង25ណាពុកម៉ែបងប្អូននេះឃ្លាំងរបស់យើងនេះណាពុកម៉ែបងប្អូនបាទនេះឃ្លាំងរបស់យើងហើយយើងនៅខាងនេះខ្ញុំមកខាងស្ដាំដៃស្តិចយើងបង្ហាញខាងនេះសិនណាខាងនេះគឺយើងមានបន្ទប់គេង2ណាពុកម៉ែបងប្អូនមានបន្ទប់គេង2ខាងទៅនេះមួយហើយទៅខាងក្រោយនោះមួយទៀតឥឡូវនេះយើងទៅបង្ហាញទៅខាងក្នុងឃ្លាំងណាពុកម៉ែបងប្អូនបាទខាងក្នុងឃ្លាំងរបស់យើងនេះវិញគឺធំទូលាយស្អាតល្វឹងល្វើយបាទនេះពុកម៉ែបងប្អូនណានៅខាងក្នុងនេះតែម្ដងណាដើរមកហត់ឲ្យពុកម៉ែបងប្អូនអើយធំតលីធំមែនតើណាឃ្លាំងរបស់យើងហើយមិនភ័យរឿងនេះទេគឺយើងប្រើក្បឿងថ្លាភ្លឺល្អនេះអត់មានបើកភ្លើងណាពុកម៉ែបងប្អូនបាទនោះភ្លើងក៏យើងមានយប់ឡើងភ្លឺគឺប្រើសូឡាតកណិចវិញមានកាមេរ៉ាកាំអីមកស្អាតបាទហើយយើងមានឈើនេះនៅសល់ច្រើនដែរសម្រាប់ពុកម៉ែបងប្អូនសម្រាប់ដាក់ឃ្លាំងដាក់គ្រឿងអវ៉ៃអវ៉ាន់អីណាពុកម៉ែបងប្អូនធំ15គុណនឹង25ធំណាពុកម៉ែបងប្អូនហើយនេះណាធំល្អមែនតើឃ្លាំងរបស់យើងនេះកម្ពស់ប្រហែលចូល8ទៅ10ម៉ែត្រដែរពុកម៉ែបងប្អូនណានេះធំបាទអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលមានតម្រូវការឃ្លាំងអាចអញ្ជើញមកមើលទីតាំងដីនេះបានណាពុកម៉ែបងប្អូនបាទសូមអរគុណសូមគោរពលា